តចឹងធម្មតាយើងអាចឲ្យគាត់បងលុយតែម្ដងហើយយើង approve invite ឬក៏ផ្ញើ link channel ទៅឲ្យគាត់ណាចឹងយើងដាក់ឧទាហរណ៍ channel ឬក៏ group នេះណាវាជា link ញ៉ា link ហើយចឹងទៅគាត់ចូលក្នុង channel នឹងមួយរួចបាទប៉ុន្តែយើងអត់មាន system អត់មានប្រព័ន្ធដែលឆាតទៅគាត់រៀងរាល់ខែដើម្បីឲ្យគាត់ទូទាត់ម្ដងទៀតអីចឹងណាចឹងទៅភាគច្រើនគឺបើយើងនិយាយពីផែនការ plan របស់គាត់នេះគឺមួយជីវិតណាពេលយើងយកលុយគាត់ម្ដងហើយគាត់នៅក្នុង group យើងឬក៏ channel របស់យើងហ្នឹងមួយជីវិតបាទប៉ុន្តែបើសិនជាយើងរៀបចំប្រព័ន្ធ Telegram Auto នេះដោយស្វ័យប្រវត្តិនេះយើងអាចយកគាត់រៀងរាល់ខែបានចឹងទៅរៀងរាល់ខែពេលដែលដល់ពេលវេលាហ្នឹងវានឹង auto ផ្ញើ ABA link ទៅឲ្យសមាជិកទាំងអស់គ្នាហើយនឹងឲ្យគាត់ទូទាត់បើសិនជាទូទាត់អត់ទាន់ពេលវេលាទេយើងមាន admin ពីក្រោយដើម្បីនិយាយជាមួយគាត់ឆាតមួយគាត់ថាម៉េចហើយគាត់ចង់បន្តសមាជិកភាពរបស់គាត់អត់បើអត់ទេយើងអូតូទាត់គាត់ចេញពី channel ឬក៏ group ណាបាទអញ្ចឹងចានេះគឺបើយើងនិយាយវិញប្រព័ន្ធចាស់បាទប្រព័ន្ធចាស់គឺយើងយកលុយតែម្ដងហើយយើងផ្ញើ sending ទៅឲ្យគាត់ហើយគាត់ចូលរួមហើយចប់ណាហើយ join ហើយ done បាទតែឥឡូវយើងមើលពីប្រព័ន្ធថ្មីណាប្រព័ន្ធថ្មីចឹងប្រព័ន្ធថ្មីយើងអាច set up free trial ក៏បានណាឲ្យគាត់ចូលរួម free trial ទៅយើងអាចឲ្យគាត់មួយអាទិត្យទៅណាហើយពេលមួយអាទិត្យរួចវានឹងផ្ញើសារទៅឲ្យគាត់ម្ដងទៀតថាតើគាត់ចង់ចូលរួមអត់បើគាត់ចង់ចូលរួមទេវានឹងអូតូឲ្យគាត់ចាក់ចេញពី Telegram channel ឬក៏ group របស់យើងណាអញ្ចឹងយើងអាចដាក់ free trial ក៏បានឬក៏យើងយក15រៀលមួយខែនេះអាស្រ័យទៅលើយើងដាក់ណា1រៀលមួយខែអីចឹងទៅអានេះហើយមួយទៀតស៊ីសងទៅលើគុណតម្លៃដែលយើងផ្ដល់ឲ្យអត្ថប្រយោជន៍ដែលយើងផ្ដល់ឲ្យសមាជិករបស់យើងទាំងអស់ដែរបើសិនជាយើងមានសមាជិកមួយបើយើងមានសហគមន៍មួយដែលយើងគិតថាយើងផ្ដល់តម្លៃទៅឲ្យគាត់ច្រើនមែនតើអត្ថប្រយោជន៍ក៏ច្រើនមែនតើម្នាក់អាចចូលរួមហើយអាចរកលុយបានច្រើនជាងនឹងទៀតយើងអាចឆាយយ៉ាងហោចណាយើងអាចយកលុយយ៉ាងហោចណា100ជាងមួយខែដែរហ្នឹងហើយដើម្បីចូលរួមសមាគមហ្នឹងហើយសហគមន៍ហ្នឹងអូខេអញ្ចឹងពេលដែលយើងប៊ូសទៅហើយឬក៏ច្រក marketing channel របស់គាត់ណាប្រហែលតាម Facebook ឬក៏ TikTok អីចឹងទៅពេលគាត់ឆាតចូលមក inbox ចូលមកអីចឹងទៅយើងផ្ញើ link ទៅគាត់មួយហើយផ្ញើ link ទៅគាត់ហ្នឹងគាត់មានជំរើសហើយទី1ផ្ញើ link ទៅគាត់ហើយពេលគាត់ចុចចូលទៅគាត់មានជំរើសហើយតើគាត់ចង់ចូលរួមកម្រិតប៉ុណ្ណាបាទអានេះខ្ញុំប្រឹក្សាឲ្យអ្នកទាំងអស់គ្នាគួរមានយ៉ាងហោចណាស់3កម្រិតបាទ3កម្រិតអានេះចាំយើងប្រឹក្សាជាមួយគ្នាទៀតថាតើអាជីវកម្មឬក៏សហគមន៍ community ដែលបងចង់បង្កើតហ្នឹងវាមានលក្ខណៈពិសេសបែបម៉េចខ្ញុំអាចណែនាំបានយើងអាចមាន2ក៏បានមាន3ក៏បាន2ហ្នឹងបែរថាម៉េចឬក៏3បែរថាម៉េចទី1កម្រិតទី1គឺ free អញ្ចឹងទៅរៀងរាល់ថ្ងៃអញ្ចឹងពួក content creator អីចឹងទៅគាត់ប្រហែលមាន fan Telegram channel របស់គាត់អញ្ចឹងដែលគាត់ចូលរួម free បាទទី2កម្រិតទៀតមែនតើអានេះប្រហែលក្រោម$1ទៅ$7អញ្ចឹងណាអញ្ចឹងអានេះយើងអាចផ្ដល់ជូនគុណតម្លៃផ្សេងដូចឧទាហរណ៍ free call យើងអាចឆាតជាមួយ fan របស់យើងឬក៏សមាជិករបស់យើងរៀងរាល់ខែអញ្ចឹងទៅយើងអាចលេខលោកតាមនឹងយើងអាចចាំខ្ញុំប្រឹក្សាបន្ថែមទៀតអាចតាក់ទងមកខ្ញុំណាហ្នឹងហើយហើយចុងក្រោយទៀតយើងអាចយកខ្ពស់ជាងគេគឺពី$20ទៅ$100មួយខែអញ្ចឹងទៅហ្នឹងហើយ
ចឹងយើងគួរមាន3កញ្ចក់ឬក៏3ផែនការ plan ដើម្បីគាត់ចូលរួមជាសមាជិកសហគមន៍របស់យើងណាហ្នឹងហើយតែពេលយើងមុនដំបូងយើងត្រូវ set up ទាំងអស់នេះសិនពេលយើង set up រួចហើយបានយើងឲ្យគាត់ចុច link ហើយគាត់ជ្រើសរើសខ្លួនឯងហើយគាត់ជ្រើសរើសខ្លួនឯងទៅគាត់ទូទាត់ពេលគាត់ជ្រើសរើសណាមួយចឹងទៅ ABA វានឹងផ្ញើ link ទៅឲ្យគាត់ណាអានេះក្នុង Telegram ទាំងអស់អានេះក្នុង Telegram ទាំងអស់ហើយពេលគាត់ជ្រើសរើសទាំងអស់ហ្នឹងយើងអត់ដឹងទេយើងធ្វើអីទៅបាទអានេះវាយើងដោយសារយើង set up ប្រព័ន្ធហ្នឹងរួចហើយវានឹងដំណើរការអូតូហ្នឹងណាអញ្ចឹងវាផ្ញើ ABA link ហើយការងារយើងគឺគ្រាន់តែ approve ពេលគាត់ទូទាត់ ABA ហើយគាត់ផ្ញើវិក័យប័ត្រនៅក្នុង Telegram ហ្នឹងហើយយើងគ្រាន់តែ approve ឯនេះកន្លែងនេះយើងអាចឲ្យក្រុមការងារយើង admin របស់យើងគ្រាន់តែចូលទៅចុច OK ចឹងទៅវានឹងផ្ញើពេល OK ហើយវានឹងផ្ញើ link ហើយនេះវានឹងផ្ញើ link ចូលក្នុង group ហើយចូល group ឬក៏ channel បាទចូលក្នុង group channel ហើយរួចចឹងទៅឥឡូវសមាជិកដែលគាត់ចូលមកហ្នឹងគឺគាត់នៅក្នុង group ឬក៏ channel ហ្នឹងហើយអានេះបើយើងចង់មានប្រព័ន្ធសុវត្ថិភាពផ្ទៀងផ្ទាត់កន្លែងនេះម្ដងទៀតក៏បានដែរយើងអាច set up group ឬក៏ channel ហ្នឹងដើម្បី manual approval ម្ដងទៀតក៏បានដែរណាហ្នឹងហើយអានេះតែខ្ញុំគិតថាដូចមិនចាំបាច់ទេដោយសារយើងមាន approve កន្លែងនេះហើយអញ្ចឹងពេល ABA ទូទាត់ហើយគាត់ផ្ញើវិក័យប័ត្រហើយយើងមានវីដេអូមានអីដែលយើងបង្ហាញប្រាប់គាត់ណាប្រាប់គាត់ថាណែពេលបងទូទាត់ហើយសូមផ្ញើវិក័យប័ត្រចូលគ្នាមកដើម្បីគ្នាយើងផ្ទៀងផ្ទាត់ហើយដើម្បីយើង approve គាត់ចូលក្នុងជាសមាជិកក្នុង group ឬក៏ channel របស់យើងបាទហើយពេលគាត់ចូលក្នុងនេះហើយរួចណាចឹងអាហ្នឹងគឺដំណាក់កាលទី1ពេលដែលគាត់ on board ពេលដែលគាត់ចូលចុះឈ្មោះជាសមាជិកថ្មីអូខេតាឥឡូវយើងនិយាយអំពីអញ្ចឹងស៊ីសងទៅលើផែនការដូចខ្ញុំនិយាយនៅលើនេះអញ្ចឹងស៊ីសងទៅលើផែនការរបស់យើងplan របស់យើងខ្លះយើងអាចគិតជាអាទិត្យក៏បានយើងអាចគិតជាខែក៏បានយើងគិតជា3ខែក៏បានមួយឆ្នាំក៏បានស៊ីសងទៅលើយើង set up ណាអញ្ចឹងទៅរៀងរាល់ប៉ុណ្ណឹងអញ្ចឹងឧទាហរណ៍រៀងរាល់អាទិត្យឬក៏រៀងរាល់ខែ every month បាទដូចមួយថ្ងៃមុន2ថ្ងៃមុនអីចឹងទៅប្រព័ន្ធហ្នឹងវានឹងរំលឹកឲ្យសមាជិកទាំងអស់គ្នាអញ្ចឹងឧទាហរណ៍សមាជិកទី1ទី2សមាជិកទី3គាត់ចូលខែ5ថ្ងៃ20ឬក៏ខែ6ថ្ងៃ1អីចឹងទៅអញ្ចឹង deadline របស់គាត់នេះគឺខែ6ថ្ងៃ19ហើយនេះខែ7ថ្ងៃ1ឬក៏ខែ6ថ្ងៃ30អីចឹងណាអញ្ចឹងមួយថ្ងៃមុនឬក៏2ថ្ងៃមុនអីហ្នឹងប្រព័ន្ធនឹងវានឹងផ្ញើសារបាទផ្ញើសារទៅឲ្យសមាជិកទី1សមាជិកទី2ថាអ្នកសមាជិកភាពរបស់អ្នកឯងចិត្តដល់ហើយអញ្ចឹងទូទាត់ម្ដងទៀតទូទាត់ប្រចាំខែម្ដងទៀតបើសិនជាអត់ទូទាត់ទេយើងគាត់លេងជាសមាជិកនៅក្នុង group ឬក៏ channel ហ្នឹងហើយអញ្ចឹងវានឹងដាក់ warning ឬក៏ពមៀនឬក៏ប្រាប់ជូនដំណឹងថាគាត់មានតែ24ម៉ោងទៀតទេដើម្បីទូទាត់បើអត់ទូទាត់ទេអានេះស៊ីសងលើយើង set up ដែរយើងអាចឲ្យគាត់អត់ទូទាត់រយៈពេល2-3ថ្ងៃក៏បានដែរហ្នឹងហើយមិនចាំបាច់ឲ្យគាត់ឲ្យវាអូតូដកចេញពី group ណាអានេះយើងអាច set up បានប៉ុន្តែបើយើងអូតូក៏ល្អដែរបាទអូតូទៅវានឹងដកចេញហើយក៏យើងក្រុមការងារយើងមានសិទ្ធិនិយាយជាមួយភ្ញៀវនឹងដែរថាអូបងខ្ញុំឃើញបងបានចាក់ចេញពី group ហើយបងមានអារម្មណ៍មិនដែរតើបងចង់បន្តចង់ខ្លាចជាសមាជិកទៀតអត់រយៈពេល1ខែនេះអីចឹងណាហើយយើងអាចពេលហ្នឹងយើងអាចផ្ដល់ promotion អីបន្ថែមហើយឬក៏ស្វែងយល់បន្ថែមថាហេតុអីបានគាត់អត់ចង់បន្តមកពីស្អីអញ្ចឹងទៅហេតុអីបើយើងគួរសួរអញ្ចឹងយើងសួរអញ្ចឹងទៅដើម្បីយើង survey ដឹងថាតើសមាជិករបស់យើងចូលចិត្តអ្វីហើយអត់ចូលចិត្តអ្វីអំពីសមាគមឬក៏ group ឬក៏ channel របស់យើងធ្វើម៉េចដើម្បីឲ្យ
គាត់គិតថាគាត់បង់មួយខែ5រៀលឬក៏10រៀលឬក៏15រៀលឬក៏$100ហ្នឹងវាមានតម្លៃសម្រាប់គាត់បាទដោយសារមនុស្សយើងអតិថិជនយើងគាត់ចូលរួមសមាគមមួយដើម្បីអត្ថប្រយោជន៍ណាហើយគាត់ហ៊ានចំណាយ$5 $10 $3 $1មួយខែដើម្បីចូលជាសមាជិកហ្នឹងដោយសារតែគាត់ដឹងថាអត្ថប្រយោជន៍ដែលគាត់ទទួលបានមកវិញហ្នឹងវាច្រើនជាងហ្នឹងបាទឥឡូវបើសិនជាយើងគិតមើលខ្ញុំហ៊ានបង់មួយខែ$100ដើម្បីក្លាយជាសមាជិកទៅលើក្រុមអ្វីមួយដោយសារតែខ្ញុំគិតថាបើខ្ញុំនៅក្នុងសមាគមហ្នឹង$100ហ្នឹងខ្ញុំនឹងយកបានមកវិញខ្ញុំនឹងចំណេញបានមកវិញ$1000ឬក៏$2000ដោយសារខ្ញុំចូលទៅមានដៃគូសហការអាចជួយគ្នារលុយថែមទៀតអីចឹងណាអាហ្នឹងបើសិនជាយើងជាសហគមន៍សម្រាប់ម្ចាស់អាជីវកម្មបាទចឹងវាអាស្រ័យទៅលើ business របស់បងទាំងអស់គ្នាយើងអាចបង្កើតសមាគមឬក៏សហគមន៍សម្រាប់ម៉ាក់ប៉ាក៏បាននិយាយពីរឿងមើលថែកូនណាឬក៏យើងអាចបង្កើតសមាគមសម្រាប់រោគស្ត្រីអញ្ចឹងណាឬក៏សមាគមសម្រាប់សហគ្រិនសហគ្រាសសមាគមសម្រាប់អ្នកហាត់ប្រាណជាមួយគ្នាសហគមន៍សម្រាប់អ្នកញ៉ាំបួសជាមួយគ្នាអញ្ចឹងណាអញ្ចឹងវាអាស្រ័យទៅលើ nature របស់អាជីវកម្មរបស់បងអញ្ចឹងខ្ញុំអាចជួយប្រឹក្សាបងបានថាតើយើងគួររៀបចំបែបម៉េចហើយតើយើងគួរផ្ដល់អត្ថប្រយោជន៍បែបម៉េចទៅឲ្យសមាជិកទាំងអស់គ្នាដើម្បីគាត់ដឹងថាវាមានតម្លៃដើម្បីបន្តសមាជិកភាពរបស់គាត់ដើម្បីទូទាត់រៀងរាល់ខែឲ្យយើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងបាទអញ្ចឹងកន្លែងនេះពេលរាល់ខែពេលចិត្តដល់ខែអញ្ចឹងទៅវានឹងផ្ញើ ABA link ទៅឲ្យគាត់ម្ដងទៀតអញ្ចឹងទៅគាត់នឹងផ្ញើវិក័យប័ត្រមកម្ដងទៀតអញ្ចឹងទៅហើយយើងគ្រាន់តែ approve ទៅរួចហើយបាទចានេះគឺបើសិនជាយើងឲ្យគាត់ឲ្យមានភាពងាយស្រួលឲ្យគាត់ទូទាត់តាម QR code តាម ABA បាទប៉ុន្តែប្រព័ន្ធនេះយើងអាចឲ្យគាត់ទូទាត់តាម Visa Card ក៏បានដែរហើយ Visa Card ហ្នឹងយើងមិនចាំបាច់ approve ទេវា auto មកវា auto ដកចេញពី Visa Card មកអញ្ចឹងអាហ្នឹងគឺយើងត្រូវការណែនាំការណែនាំទៅឲ្យសមាជិកទាំងអស់បាទដើម្បីឲ្យគាត់បង្រៀនគាត់ឲ្យចេះបង្កើតVisa Card នៅ ABA ឬក៏នៅ Acilida អញ្ចឹងណាហើយឲ្យគាត់ចេះដាក់លេខ16ខ្ទង់ហើយនឹងលេខផាត់កំណត់ហើយនឹងលេខ3ខ្ទង់ CVV ហ្នឹងហើយពេលដាក់ចូលអញ្ចឹងទៅវាងាយស្រួលសម្រាប់យើងផងបាទប៉ុន្តែអានេះក៏អត់អីដែរ ABA ក៏បានដែរគ្រាន់តែការងារយើងវាកាត់បន្ថយមែនតើយើងការងារយើងគ្រាន់តែ approve ទៅបានហើយបាទ approve ការទូទាត់ហ្នឹងហើយហើយពេលគាត់ដងនេះហើយយើងអានេះពេលដែលយើងផ្ដល់តម្លៃហ្នឹងហើយផ្ដល់តម្លៃពេលគាត់ចូលក្នុង group channel ហ្នឹងទៅហើយតម្លៃហ្នឹងវាមានច្រើនមែនតើដូចសម្រាប់ហ៊ានពីទីផ្សារ digital ហ៊ានពី digital marketing អីចឹងទៅតម្លៃដែលគាត់ផ្ដល់ឲ្យជារៀងរាល់ថ្ងៃឬជារៀងរាល់ខែហ្នឹងគឺចំណេះដឹងឬក៏ technique ឬក៏ update ពី Facebook ថ្មីអីចឹងទៅឬក៏ខាងហាត់ប្រាណអីចឹងទៅមានការរត់10គីឡូរៀងរាល់អាទិត្យអីចឹងណាចឹងទៅយើងអាចផ្ដល់គុណតម្លៃអត្ថប្រយោជន៍ទៅឲ្យសមាជិករបស់យើងច្រើនមែនតើអញ្ចឹងវាអាស្រ័យទៅលើការរៀបចំផែនការទាំង3នេះឬក៏2នេះអញ្ចឹងយើងអាចសិក្សាជាមួយគ្នាបានថាតើយើងគួររៀបចំបែបម៉េចហើយតើយើងគួរដាក់តម្លៃបែបម៉េចដើម្បីឲ្យវាគួរសមដើម្បីវាសមជាមួយនឹងអត្ថប្រយោជន៍ដែលគាត់នឹងទទួលបានវិញណាអូខេអញ្ចឹងបើសិនជាបងណាមានចំណាប់អារម្មណ៍ចង់ឲ្យខ្ញុំរៀបចំTelegram Auto ប្រព័ន្ធ Telegram Auto នេះបាទអាចតាក់ទងមកខ្ញុំបាន inbox ចូល page ក៏បានបាទឬក៏តាក់ទងមកខ្ញុំតាម Telegram ក៏បានហើយខ្ញុំនឹងជួយប្រឹក្សាជូនបងបាទដល់ឲ្យថ្លៃ